នៅក្នុងប្រវត្តិសាស្ត្រនៃចលនារំដោះជាតិនៅតំបន់អាស៊ីអាគ្នេយ៍គ្មានឈ្មោះណាមួយដែលលេចធ្លោនិងពោពេញដោយភាពអត់ធ្មត់ស្មើនឹងលោកហូជីមិញឡើយរឿងរ៉ាវរបស់បុរសដែលវៀតណាមហៅថាលោកអ៊ុំហូមិនមែនចាប់ផ្ដើមឡើងដោយអំណាចយោធានោះទេប៉ុន្តែវាបានចាប់ផ្ដើមឡើងដោយភាពឈឺចាប់នៃអ្នកដែលបាត់បង់ទឹកដីប្រសូតនៅថ្ងៃទី19ខែឧសភាឆ្នាំ1890ក្នុងភូមិហងទ្រូខេត្តង៉េអានក្រោមឈ្មោះដើមថាងវិនសិនគុងលោកបានធំដឹងក្តីក្នុងយុគសម័យដែលវៀតណាមស្ថិតក្រោមនឹមអាណានិគមបារាំងយ៉ាងជូរចត់ឪពុករបស់លោកគឺជាបញ្ញវន្តម្នាក់ដែលស្អប់ខ្ពស់ការបម្រើអាណានិគមដែលចំណុចនេះហើយបានបណ្ដុះស្មារតីស្នេហាជាតិយ៉ាងមុតស្រួតដល់រូបលោកតាំងពីវ័យក្មេងទោះបីជាមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែនៅឆ្នាំ1911លោកបានសម្រេចចិត្តធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការចុះឈ្មោះធ្វើជាអ្នកជំនួយការចុងភៅនៅលើនាវាបារាំងដើម្បីធ្វើដំណើរទៅកាន់ពិភពលោកខាងលិចក្នុងបំណងតែមួយគត់គឺស្វែងរកមធ្យោបាយរំដោះជាតិតំណាងស្វែងរកការពិតរបស់លោកបាននាំលោកទៅកាន់ទីក្រុងលុងឌុនញូវយ៉កនិងទីក្រុងប៉ារីសដែលនៅទីនោះលោកបានប្រើប្រាស់ឈ្មោះថាងឿនអាយគួកឬងឿនអ្នកស្នេហាជាតិនៅក្នុងសារនិសេសសន្តិភាពទីក្រុងវ៉េសាយឆ្នាំ1919លោកបានព្យាយាមដាក់ញត្តិទៅកាន់មហាអំណាចដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យជនជាតិវៀតណាមប៉ុន្តែត្រូវបានគេបដិសេធការខកចិត្តនេះបានធ្វើឲ្យលោកងាកទៅរកមនោគមវិជ្ជា Marx Lenin និយមដែលលោកជឿថាជាផ្លូវតែមួយគត់ដែលអាចកម្ចាត់របបអាណានិគមបានលោកបានក្លាយជាសមាជិកស្ថាបនិកម្នាក់នៃគណបក្សកុម្មុយនីសបារាំងនិងបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីសិក្សាផ្នែកបដិវត្តន៍រួចបន្តមកកាន់ប្រទេសចិនដើម្បីបណ្ដុះបណ្ដាលកម្មាភិបាលវៀតណាមឲ្យរៀបចំខ្លួនតស៊ូដណ្ដើមឯករាជ្យនៅឆ្នាំ1941បន្ទាប់ពីការនិរទេសខ្លួនអស់រយៈពេល30ឆ្នាំលោកបានលួចចូលក្នុងទឹកដីវៀតណាមវិញក្នុងភាពអាថាកំបាំងបំផុតនិងបានបង្កើតចលនាវៀតមិញដើម្បីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងការត្រឡប់មកវិញរបស់បារាំងក្នុងគ្រានោះហើយដែលលោកបានប្រើប្រាស់ឈ្មោះថាហូជីមិញដែលមានន័យថាអ្នកនាំមកនៅពន្លឺនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1945បន្ទាប់ពីជប៉ុនចូលចាញ់សង្គ្រាមលោកលើកទី2លោកបានប្រកាសឯករាជ្យរបស់វៀតណាមនៅទីលានបាឌីងទីក្រុងហាណូយដោយដោះស្រង់ឃ្លាខ្លះពីសេចក្តីប្រកាសឯករាជ្យរបស់អាមេរិកប៉ុន្តែសន្តិភាពមិនបាននៅយូរអង្វែងឡើយព្រោះបារាំងចង់ត្រឡប់មកគ្រប់គ្រងវិញដែលនាំឲ្យកើតមានសង្គ្រាមឥណ្ឌូចិនលើកទី1ក្រមយុទ្ធសាស្ត្រសង្គ្រាមប្រជាជនដែលលោកបានដាក់ចេញរួមជាមួយមេតបដ៏ចំណានវងវៀនយីបកងទ័ពវៀតមិញបានយកឈ្នះបារាំងនៅសមរភូមិឌៀនបៀនភូក្នុងឆ្នាំ1954ដែលបានបិទបញ្ចប់យុគសម័យអាណានិគមបារាំងនៅអាស៊ីអាគ្នេយ៍ជារៀងរហូតទោះជាយ៉ាងណាជោគជ័យនេះបានបន្សល់ទុកនូវការបែងចែកប្រទេសវៀតណាមជាពីរគឺខាងជើងនិងខាងត្បូងដែលនាំឲ្យលោកហូជីមិញបន្តការតស៊ូដ៏វែងឆ្ងាយមួយទៀតដើម្បីបង្រួមជាតិលោកបានកសាងផ្លូវលំហូជីមិញដើម្បីបញ្ជូនកម្លាំងនិងអាវុធទៅកាន់ភាគខាងត្បូងដែលជាយុទ្ធសាស្ត្រធ្វើឲ្យមហាអំណាចអាមេរិកជួបការលំបាកយ៉ាងខ្លាំងក្នុងសង្គ្រាមវៀតណាមលោកបានរស់នៅក្នុងរបៀបសាមញ្ញបំផុតស្លៀកពាក់ខោអាវកៅស៊ូរស់នៅក្នុងផ្ទះឈើតូចមួយនិងជាមៀងភាពហឺហាដែលធ្វើឲ្យលោកទទួលការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីប្រជាជនលោកបានទទួលមរណភាពនៅថ្ងៃទី2ខែកញ្ញាឆ្នាំ1969មុនពេលឯកក្តីសុបិនការបង្រួមជាតិត្រូវបានសម្រេចនៅឆ្នាំ1975មរតករបស់ហូជីមិញមិនមែនត្រឹមតែជាជ័យជំនះក្នុងសង្គ្រាមនោះទេប៉ុន្តែវាគឺជាស្មារតីនៃភាពមិនចុះញ៉មនិងការបូជាខ្លួនដើម្បីបុព្វហេតុហួងលោកបានបង្រៀនឲ្យពិភពលោកដឹងថាប្រជាជាតិមួយដែលតូចនិងក្រីក្រអាចយកឈ្នះមហាអំណាចបានប្រសិនបើពួកគេមានការរួបរวมនិងឆន្ទៈមោះមុតជីវិតរបស់លោកហូជីមិញគឺជាសក្ខីភាពនៃបុគ្គលម្នាក់ដែលបានលះបង់ជីវិតផ្ទាល់ខ្លួនសេចក្តីសុខសាន្តនិងក្រុមគ្រួសារដើម្បីបដូរយកមកវិញនូវឯករាជ្យភាពសម្រាប់ជាតិសាសន៍រហូតមកដល់បច្ចុប្បន្នវិញ្ញាណរបស់លោកនៅតែដក់ជាប់ក្នុងគ្រប់ជ្រុងនៃប្រទេសវៀតណាមចាប់ពីទីក្រុងដែលត្រូវបានដាក់ឈ្មោះតាមលោករហូតដល់ដួងចិត្តប្រជាជនដែលនៅតែចងចាំលោកក្នុងនាមជាមគុតទេសការដ៏អស្ចារ្យដែលបាននាំមកនូវពន្លឺសេរីភាពចេញពីភាពងងឹតនៃនឹមត្រួតត្រា